ថ្ងៃមុនមានខមមិនមួយនិយាយពីរឿងមូឡានហើយខ្ញុំក៏នឹកឃើញភ្លាមថារឿងមូឡាន2020ដែល Disney ធ្វើចេញមកនោះគឺជារឿងដែលសាក់អេសប៉ុណ្ណា The Little Mermaid Live Action ហ្នឹងក៏ជារឿងដែលវេទនាមើលខ្លាំងដែរប៉ុន្តែវាអត់ជាប់នៅក្នុងតារាងរឿងដែលខ្ញុំមើលហើយចង់ច្បាច់កខ្លួនឯងដូច Mulan Live Action ទេមូលហេតុហ្នឹងគឺ The Little Mermaid វាវេទនាមើលតាំងពី animation វាមកអញ្ចឹង Live Action គេធ្វើមកវេទនាមើលដូចគ្នាវាអត់មានអីប្លែកទេអត់មាន expectation អីទេយ៉ាងណាមិញ Mulan វិញគឺរឿងដែលល្អមើលគឺរឿងដែល inspire ក្មេងស្រីជាច្រើនជំនាន់តារាសម្ដែងវិញយកសុទ្ធតែអ្នកល្បីឡើងកប់ពពកតែសាច់រឿងមិនមើលទេតម្លៃអប់រំនៃ Mulan Original Animation ហ្នឹងគឺទោះបីជាយើងកើតមកជាក្មេងស្រីធម្មតាអត់មានកម្លាំងខ្លាំងដូចក្មេងប្រុសក៏ដោយក៏យើងអាច do great things បើតែកើតមកអត់មានកម្លាំងខ្លាំងដូចមនុស្សប្រុសមែនក៏មនុស្សស្រីនៅមានប្រាជ្ញាអាចសម្រេចកិច្ចការបានដូចគ្នាក្មេងស្រីជាច្រើនអាច relate ជាមួយនឹង Mulan បានដោយសារ everybody កើតមកគ្រាន់តែជាក្មេងស្រីធម្មតាដូចគ្នាក៏ប៉ុន្តែ Mulan 2020នេះគឺបើកភ្លាមតួស្រីរបស់យើងកើតមកមានកម្លាំងឈីឬក៏កម្លាំងធាតុពិសេសតាំងពីកំណើតបាត់ហើយខ្ញុំ relate អត់កើតទេដោយសារខ្ញុំអត់កើតមកភ្លាមមាន chakra ខ្លាំងអញ្ចឹងទេពេលនាងនៅក្មេងឪពុកនាងបានប្រហាត់នាងឲ្យប្រើឈីខ្លួនឯងនឹងនាងចេះហក់លោតចេះវិជាគុណបាត់ទៅហើយឈុតដំបូងហ្នឹងគឺយើងឃើញនាងរត់ដេញមាន់មួយក្បាលដែលឪពុកនាងប្រាប់ថាមិនដេញទេតែតិចទៀតវាមកវិញហើយមូឡានអត់ស្ដាប់ឪពុកទេនៅតែរត់ដេញមាន់ហ្នឹងអត់ខ្វល់ថាតើការដេញមាន់របស់នាងហ្នឹងគឺវាធ្វើឲ្យផ្អើលដល់អ្នកជិតខាងហើយដេញមាន់រហូតចូលទៅដល់ក្នុងវិហារគេបន់ស្រន់ហ្នឹងគឺខ្ទេចផ្លែឈើគេអីអស់មិននាងអត់ខ្វល់ទេចេញពីវិហារមកវិញហ្នឹងនាងជន់បាក់រូបសំណាក់ Phoenix មួយឪនាងសេកហើយនាងនៅតែអត់ខ្វល់ទៀតនៅតែរត់ដេញមាន់ហ្នឹងទៀតម៉ែនាងក៏ចេញពីផ្ទះមកប្រាប់ឲ្យមូឡានឈប់ដែរនាងនៅតែអត់ឈប់រត់ដេញមាន់ទៅដល់តបូលនៅខាងលើប៊ីសធ្លាក់បាក់កងាប់ទៀតមាន់ហ្នឹងប្រហែលជាក្រាបពងចេញមីហើយបានជាមូឡានបដូរជីវិតនាងទៅចាប់មកវិញដល់ថ្នាក់ហ្នឹងចុងក្រោយមាន់ហ្នឹងវាដើរចូលទ្រង់វាតែឯងទៅមូឡាននេះជាប់នៅលើតបូលផ្ទះលេងអីល្អិលជើងធ្លាក់មកគេចេញក្បាច់គុណពី3ក្បាច់ក៏មកដល់ដីវិញដោយសុវត្ថិភាពឪមូឡានឃើញកូនប៊ីសធ្លាក់បាក់កអញ្ចឹងគាត់ក៏មើលទៅមានមោទនភាពដែរសប្បាយអរនឹងកូនខ្លួនឯងប៉ុន្តែយ៉ាងណាមិញអ្នកចិត្តខាងគាត់នាំគ្នាធ្វើមុខបែបតេះដៀលផងជ្រិញផងឪមូឡានគាត់ក៏ខកចិត្តទៅកាន់កូនស្រីគាត់វិញនេះជាឧទាហរណ៍នៃម្ដាយឪពុកដែលរស់នៅពឹងលើសម្ដីអ្នកដទៃគាត់មិនទទួលយកកូនគាត់ជាខ្លួនគេទេប្រសិនបើអ្នកជុំវិញខ្លួនគាត់អត់ទទួលយកឈុតនេះអត់មាននៅក្នុង Original Animation ទេគេថែមនៅក្នុង Live Action Movie ចង់ប្រាប់ទស្សនិកជនថាមូឡានជាក្មេងដែលពូកែក្បាច់គុណយ៉ាងណាមិញដូចយើងឃើញមិញអញ្ចឹងគឺនាងជាក្មេងដែលរឹងក្បាលឪខ្លួនឯងនិយាយអត់ស្ដាប់អ្នកចិត្តខាងនិយាយអត់ស្ដាប់នាងគិតតែអីដែលខ្លួនឯងចង់ធ្វើទេតើអីដែលនាងធ្វើនឹងប៉ះពាល់អ្នកចិត្តខាងឬក៏នាំទុកដល់គេមិនគឺនាងអត់ខ្វល់ទេយប់ឡើងពេលនិយាយគ្នាជាមួយនឹងប្រពន្ធរបស់គាត់ប្រាប់ថាអីដែលគាត់ធ្វើឲ្យមូឡានហ្នឹងគឺសម្រាប់តែកូនប្រុសទេតែមូឡាននាងជាកូនស្រីវិធីដែរនាងអាចនាំកិត្តិយសចូលគ្រួសារបានគឺតាមរយៈការរកបានប្តីល្អហើយបង្កើតគ្រួសារគាត់ប្រាប់ឲ្យឪមូឡានឈប់នាំកូនហាត់គុណអីទៀតទៅឪមូឡានស្ដាប់តាមប្រពន្ធគេក៏ទៅប្រាប់មូឡានថាត្បិតតែនាងកើតមកមានឈីខ្លាំងមែនប៉ុន្តែនាងត្រូវរស់ដោយលាក់បាំងឈីនឹងកុំប្រើឈីនឹងទៀតនៅព្រំដែននេះវិញកន្លែងនឹងយើងបានឃើញវីលានយើងលើកទី1នៅក្នុង animation មានតែវីលានប្រុសម្នាក់ទេប៉ុន្តែនៅក្នុង live action movie នេះគឺមានវីលានស្រីម្នាក់ទៀតតួហ្នឹងគឺគេហៅ sorcerer គេហៅ witch សរុបទៅគឺគាត់ជាគ្រូធ្មប់ដែរស្អីក៏ចេះដែរនៅពេលដែលវីលានយើងទាំងពីរវាយចូលទៅមូលដ្ឋានតបមួយរបស់ចិនហ្នឹងគេឃើញថា Shan Yu ហ្នឹងគឺខ្លាំងមែនតែនគាត់ចេះរត់ឡើងជាងផងហើយនៅពេលដែលគេបាញ់ព្រួញទៅគាត់ហ្នឹងគឺគាត់អត់ចាប់ធម្មតាទេគាត់យកម្រាមដៃគាត់ជីបដាក់ធ្នូហ្នឹងទៅជាប់ដៃគាត់ហ្មងគាត់ខ្លាំងដល់ថ្នាក់ហ្នឹងមកដល់វាំងនេះវិញមានគេយករឿងដែលមូលដ្ឋានតបមួយហ្នឹងត្រូវគេវាយធ្លាយមកប្រាប់ Emperor aka Li Lianjie ឃើញយកតារាសម្ដែងឡើងល្បីកប់យកមកដើរតួឲ្យមើលរឿងដូចឡប់កូនតាហ៊ាននឹងថាអ្នកដតីស្លាប់អស់ហើយនៅសល់តែគេម្នាក់ទេហើយអ្នកដែលមកវាយប្រហារមូលដ្ឋានតបគេហ្នឹងឈ្មោះថា Shan Yu Emperor កំពុងតែនិយាយគ្នាជាមួយមន្ត្រីគាត់ថា Shan Yu ហ្នឹងវាមកពីណាពីណីអីស្រាប់តែកូនតា
ហ៊ានហ្នឹងនិយាយតទៀតថា Shan Yu មិនធ្វើការតែឯងទេគេមានគ្រូសិលខ្លាំងពូកែម្នាក់នៅពីក្រោយខ្នង Emperor Jet Li ឮថាមានគ្រូសិលខ្លាំងពូកែអញ្ចឹងទៀតគាត់ថាអូខេឥឡូវត្រូវប្រកាន់ទ័ពមកគ្រួសារត្រូវឲ្យបរិសម្នាក់មកចូលជាទាហានដើម្បីទុកការពារខ្លួននិងវាយប្រហារទៅកាន់ Shan Yu និងគ្រូសិលគេវិញចេញពីវាំងមកវិញកូនទាហានហ្នឹងបានដើរចុះមកហើយដើរកាត់ផ្សារទៅដល់កន្លែងមួយដែលអត់សូវមានមនុស្សគេក៏បានប្រែកាឡាខ្លួនទៅជាគ្រូសិលនឹងវិញហើយគ្រូសិលវាលៀនយើងហ្នឹងក៏ប្រែកាឡាទៅជាសត្វចាបហោះចេញពីកន្លែងហ្នឹងបាត់សរុបមកគ្រូសិលហ្នឹងគាត់ទៅវាយកំទេចកន្លែងមូលដ្ឋានតបគេហើយគាត់ប្រែកាឡាខ្លួនទៅជាតបម្នាក់ហើយមកអង្គុយហែកគេខ្លួនឯងទៅប្រាប់ Emperor អស់ទាំង Emperor អត់ដឹងថា Shan Yu មាន partner មានអីទេ Shan Yu មានអ្នកចេះសិលនៅពីក្រោយខ្នងក៏ Emperor នឹងអត់ដឹងដែរ Sister សុកយករឿងហ្នឹងទៅប្រាប់គេអស់ខាងសត្រូវណោះគេអត់ទាំងដឹងថាគាត់មាននៅលើលោកនឹងផងហ្នឹងឥឡូវគាត់យករឿងខ្លួនឯងទៅប្រាប់គេហើយឥឡូវគេដាក់ bounty លើក្បាលគាត់ទៀត Dumbass ហើយបានទៅអង្គុយឡើងនៅក្នុងហលតែមួយជាមួយនឹង Emperor ហេតុអីក៏នាងមិនព្យាយាមហោចណាស់ក៏លបឆ្មក់សម្រាប់ Emperor ទៅខែជាគ្រូសិលគ្រូធ្មប់អីតែជាសត្រូវជាមួយនឹង Emperor អីហេតុអីបានបន្លំខ្លួនចូលទៅចិត្តសត្រូវដល់ថ្នាក់ហ្នឹងហើយអត់មានព្យាយាមប្រើសិលប្រើអីសម្រាប់គេចឹងប្រែកាឡាជាសត្វបាក់សីមួយហើយនាងក៏ហោះហើរទៅកាន់ជំរំរបស់ Shan Yu វិញពេលដែរនាងនិយាយគ្នាជាមួយនឹង Shan Yu ហ្នឹងទើបយើងអាចដឹងថាតាមពិតទៅShan Yu អាចទទួលបានជោគជ័យវាយឆ្មក់ចូលកន្លែងគេបានច្រើនចឹងគឺដោយសារនាងទាំងអស់នៅពីក្រោយភាពជោគជ័យរបស់មនុស្សប្រុសគឺមានមនុស្សស្រីម្នាក់ដែលចេះធ្វើអំពើហើយចេះសិលវាលៀនស្រីនេះមែនតែនទៅតែខ្ញុំគិតគឺជាឧទាហរណ៍មួយដែល director រឿងហ្នឹងគិតថាមនុស្សប្រុសអត់អាចធ្វើអីបានទេបើមិនមានមនុស្សស្រីជ្រុំជ្រែងតែមនុស្សស្រីវិញអត់ត្រូវការមនុស្សប្រុសជ្រុំជ្រែងអីទេរឿងហ្នឹងគេចង់លើកតម្កើងមនុស្សស្រីហើយជន់មនុស្សប្រុស which is stupid ព្រោះនៅក្នុង original animation គឺគេមិនបន្ទាបមនុស្សប្រុសដើម្បីឲ្យមនុស្សស្រីហោះហើរឡើងអញ្ចឹងទេកន្លែងហ្នឹងវាលៀនស្រីយើងបាននិយាយទៅកាន់ Shan Yu ថានាងខ្លាំងជាង Shan Yu ហ្នឹងហើយនាងអាចសម្លាប់ Shan Yu ហ្នឹងបានដោយងាយទៀតផង Shan Yu ក៏តបទៅវិញថាអ្នកអាចសម្លាប់ខ្ញុំបានប៉ុន្តែអ្នកមិនអាចយក subscriber ខ្ញុំបានទេគេនិយាយអញ្ចឹងដោយសារតែ Shan Yu ថាតបរបស់គេមិនធ្វើតាមបញ្ជាមនុស្សស្រីទេ which is stupid ទៀតហើយដោយសារតែគោលសម្ព័ន្ធរបស់ Shan Yu ហ្នឹងមែនតែនទៅគឺមនុស្សស្រីមនុស្សប្រុសមានសិទ្ធិស្មើគ្នាអាចធ្វើជាអ្នកប្រយុទ្ធបានដូចគ្នាអញ្ចឹងហើយបានជានៅក្នុង original animation នៅពេលដែល Shan Yu ជួប Mulan ពេលចុងក្រោយរឿងហ្នឹងគេអត់សំដៅទៅលើ Mulan ថាជាស្រីទេគេហៅនាងថាជា soldier ព្រោះក្នុងទំនៀមទម្លាប់កលសម្ព័ន្ធរបស់ Shan Yu ហ្នឹងមនុស្សស្រីមនុស្សប្រុសមានសិទ្ធិចូលធ្វើទាហានដូចគ្នាមានសិទ្ធិប្រយុទ្ធដូចគ្នាធ្វើសង្គ្រាមដូចគ្នាមានន័យថាខាងអាក្រក់ណាគឺគេអត់រើសអើងភេទស្រីទេប៉ុន្តែខាងល្អខាងចិនណាគេរើសអើង Mulan ឥឡូវធំហើយនាងក៏ដល់ពេលដែរនាងត្រូវរើសគូសកលដែរនៅក្នុង live action Mulan ដូចជាអត់សូវសប្បាយចិត្តទេពេលម៉ែឪឲ្យទៅរើសគូសកលហើយពេលនាងពងរៀបចំខ្លួនទៅនឹងប៉ុន្តែនៅក្នុង original animation វិញគឺ Mulan រៀងសប្បាយចិត្តរៀងមាន high expectation លើខ្លួនឯងដែរអញ្ចឹងពេលដែលនាងបរាជ័យហើយ sad អាហ្នឹងយើងអាចយល់អារម្មណ៍នាងបានប៉ុន្តែក្នុង live action បើនាងពីដើមឡើយនាងអត់ទាំងសប្បាយចិត្តរឿងហ្នឹងផងហើយពេលនាងបរាជ័យទៅយើងមិនដឹងថាគួរ sad ឬក៏មិនក្នុងរឿងនេះគឺអត់មាននិយាយទេមានតែប្អូនស្រីរបស់ Mulan មូលហេតុដែលគេដាក់ប្អូនស្រីមកវិញហ្នឹងតិចទៀតអ្នកទាំងអស់គ្នាឃើញហើយពេលបានជួប Menda គេតេស្ត Mulan ឲ្យនាងចាក់ទឹកតែចំពេលហ្នឹងគឺមានពីងពីងមួយធ្លាក់មកនៅចិត្តប្អូនរបស់ Mulan ពីងពីងហ្នឹងធ្លាក់មកលើតុទេហើយវាមកកន្លែងប៉ាន់តែឆ្ងាយពីប្អូន Mulan នេះទេប៉ុន្តែនាងខ្លាចប្អូននាងភ័យឬក៏មិននាងក៏យកប៉ាន់តែហ្នឹងសកត់លើពីងពីងហ្នឹងទៅមែនតែឃើញអញ្ចឹងក៏និយាយថាដាក់ប៉ាន់តែខុសទីតាំងអញ្ចឹងគ្មានណាគេយកធ្វើប្រពន្ធទេដាក់ឲ្យត្រូវទីតាំងវិញភ្លាម Mulan អត់ព្រមហើបមាត់ប្រាប់គេថាក្រុមនឹងមានពីងពីងទេប្អូនស្រីនាងវិញពីងពីងគ្មានទាំងមកប៉ះខ្លួនឬក៏មកចិត្តនាងផងក៏នាងស្រែកដែរស្រែកឡើងផ្អើលដល់មេនដើកផ្ងាក្រោយធ្វើឲ្យរបស់របរនៅលើតុនឹងប៉ើងខ្ទេចខ្ទីអស់នឹងហើយជាមូលហេតុដែរគេបញ្ចូលតួប្អូនស្រី Mulan នឹងមកគេចង់ឲ្យការបរាជ័យរបស់ Mulan រឿងរកគូសកលនឹងមិនដោយសារនាងខ្លួនឯងទេគឺដោយសារប្អូនស្រីនាងក្នុង live action ហ្នឹងគឺគេចង់ឲ្យ Mulan ជាតួមួយដែលល្អអត់ខ្ចោះអត់ចេះខុសចេញពីផ្ទះម៉ែនដាកនឹងមកវិញម៉ែនដាកបានប្រកាសប្រាប់មកប្រទេសថា Mulan អត់អាចនាំកិត្តិយសចូលគ្រួសារបានទេហើយក៏អត់អាចរៀបការបានដែរដោយសាររឿងហ្នឹងគេថតមកចង់ឲ្យជាបែប realistic ជាបែបតថភាពពិតអញ្ចឹងក្នុងហ្នឹងអត់មានចម្រៀងទេមិនដឹងជា director គាត់គិតអីទេដោយសារមនុស្សយើងមែនតើពេលសប្បាយចិត្ត
ច្រៀងពេលមានស្នេហាក៏ច្រៀងហើយស្បិតទៅហ៊ានក៏គេច្រៀងដាក់ចម្រៀងអត់កើតទេវាអត់ realistic តែមនុស្សប្រែកាឡាខ្លួនជាសត្វចាបហ្នឹងវា realistic stupid ass movie ឥឡូវគ្រាន់តែនាងចេញពីផ្ទះបងមេនដើកភ្លាមគេមករើសតបភ្លាមកន្លែងដែលសំខាន់សម្រាប់ character development គេលុបចេញអស់គេមកដាក់អាឈុតដេញមាន់ដែលអត់ប្រយោជន៍ឈុតដែលមូឡានជាង body reflection ហ្នឹងសំខាន់ដោយសារតែក្នុងនាមជាក្មេងស្រីរស់នៅចិនសម័យរបស់នាងហ្នឹងគឺ expectation មានតែមួយគត់គឺអាចរកគូសកលបានឥឡូវប៉ុណ្ណឹងគឺនាងធ្វើអត់បានទៀតក្រោយពេលបរាជ័យនាងច្រៀង body reflection ហ្នឹងដោយសារនាងអត់ដឹងថាពីពេលនេះទៅរើសមួយណាទេរើសខ្លួនឯងឬក៏រើសគ្រួសារឈុតហ្នឹងមនុស្សជាច្រើនអាច relate ជាមួយនឹងមូឡានបានដោយសារពាក្យថាតាមបេះដូងឬតាមគ្រួសារអ្នកណាក៏ធ្លាប់ជួបបញ្ហាហ្នឹងដែរហើយណាស់ក៏ម្ដងក្នុងមួយជីវិតកន្លែងតែមួយគត់ដែលទស្សនិកជនអាច relate ជាមួយនឹងតួអង្គបានគេកាត់ចោលនៅក្នុង live action វិញយើងអត់ដឹងថាពេលក្រោយបរាជ័យហើយមូឡានមានអារម្មណ៍មិនទេដោយសារបរាជ័យភ្លាមគឺគេមករើសទាហានភ្លាមក្នុងគ្រួសារហ្វាហ្នឹងគឺអត់មានកូនប្រុសទេអញ្ចឹងឪពុករបស់មូឡានដែលជាអ្នកពិការជើងហ្នឹងត្រូវទៅទទួលមុខងារធ្វើទាហានហ្នឹងអ្នកដែលមកពីវាំងហ្នឹងឃើញច្បាស់មែនទែនថាឪពុកមូឡានជាមនុស្សពិការជើងពេលគាត់ដួលងើបមកវិញបើអត់មានអ្នកជួយគាត់ងើបអត់រួចទៀតហើយគេគិតថាគាត់អាចហាត់ទាហានបានអូខេខ្ញុំយល់ថាគេចេះតែរើសសិនឲ្យតែគ្រប់ចំនួនប៉ុន្តែយកជនពិការទៅហាត់ទាហានហ្នឹងតើវាប៉ះពាល់ផ្លូវចិត្តទៅដល់ទាហានក្មេងៗទៀតអត់កាលពីក្មេងយើងបម្រើជាតិរហូតដល់ចាស់ទៅពិការជើងហើយគេអត់ឲ្យយើងសម្រាកចូលនិវត្តន៍អីទេគឺគេហៅយើងទៅជួមុខអាដែលស្ដាប់ទៅ very inspiring បើគាត់ដើរអត់ទាំងចង់រួចផងហ្នឹងយកទៅហាត់ទាហានមិនខ្លាយទៅជា liability ទាហានផ្សេងត្រូវមកជួយគាត់ផងកុំឲ្យគាត់ fall behind យប់ឡើងមូឡានិយាយជាមួយឪពុកដែរថាបើឪពុកពិការជើងអញ្ចឹងទៅហាត់ទាហានមិនកើតតែគាត់វិញខឹងយកដៃទះទុកផាំងប្រាប់កូនថានេះជាតួនាទីគាត់ក្នុងនាមគាត់ជាមនុស្សប្រុសគាត់អាចនាំកិត្តិយសចូលគ្រួសារបានតាមរយៈការទៅធ្វើទាហានហើយនាងជាកូនស្រីនោះក៏នាងមានតួនាទីដែរគាត់ប្រាប់ទៅមូឡានឲ្យគិតតែពីតួនាទីខ្លួនឯងទៅកុំខ្វល់ពីគាត់មូឡានក៏តបថាអូខេខ្ញុំធ្វើតាមតួនាទីក៏បានដែរដោយសារតែខ្ញុំជាតួឯកនៅក្នុងរឿងហ្នឹងខ្ញុំនឹងទៅធ្វើអីមួយដើម្បីឲ្យសាច់រឿងអូសដល់2ម៉ោងមូឡានបានលួចដាវរបស់ឪលួចរាជសារលួចអាវក្រោះហើយបានលួចទាំងសេះទៀតចេញទៅទាំងយប់ទៅកន្លែងហាត់ទាហានហ្នឹងជំនួសឪពុកនាងអត់កាត់សក់ទេខ្ញុំក៏អត់ដឹងហេតុអីដែរព្រឹកឡើងទៅហើយទៅគ្រួសារមូឡានដឹងថានាងបានធ្វើអីខ្លះប៉ុន្តែគេអត់អាចទៅតាមនាងមកវិញបានទេព្រោះប៉ះសិនបើមានអ្នកដឹងថាមូឡានបន្លំខ្លួនជាមនុស្សប្រុសចូលទាហាននាងប្រកាសជាត្រូវគេសម្លាប់តាមផ្លូវទៅមូលដ្ឋានតបវិញមូឡានកំពុងតែដេកសុកស្រាប់តែឃើញសត្វ Phoenix មួយហោះកាត់មុខនាងនៅក្នុង live action គេកាត់ Mushu ចេញដោយសារគេគិតថាសត្វនេះវាធ្វើឲ្យរឿងមើលទៅអត់ realistic ប៉ុន្តែគេដាក់សត្វ Phoenix ចូលទាំងនាគនិង Phoenix ហ្នឹងគឺសិតតែជាសត្វក្នុងទេវកថាដូចគ្នាសោះ Mushu ជាតួអង្គសំខាន់នៅក្នុងរឿងដោយសារមូឡានគ្នានៅតែក្នុងផ្ទះនៅតែក្នុងភូមិអត់ដែលចេញមកក្រៅទេមិនមកចេញមកធ្វើសង្គ្រាមធ្វើអីចឹងទេនាងអត់ទាំងដឹងមនុស្សប្រុសរស់នៅបែបណាផងឥឡូវត្រូវមកបន្លំខ្លួនធ្វើប្រុសទៀត Mushu ហ្នឹងហើយជាអ្នកបរៀននាងថាធ្វើមិនបានដូចប្រុសតែដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងរឿងហ្នឹងគឺគេធ្វើមកមិនឲ្យមនុស្សស្រីត្រូវការអ្នកណាផ្សេងទៀតទេមូឡានអាចធ្វើអីបានទាំងអស់ដោយខ្លួនឯងមិនចាំបាច់មានជំនួយពីមនុស្សប្រុសណាទាំងអស់នាងគឺជា Sim Strong Independent Mulan ពេលតម្រង់ជួចុះឈ្មោះចូលហាត់ហ្នឹងមានគេរុញ Mulan ដួលហើយក្នុងហ្នឹងគឺមានប្រុសម្នាក់គេហុចដៃមកជួយលើក Mulan ដោយសារគេហៅនាងកទឿនាងខឹងក៏ទះដៃគេចេញហើយដកដាវមកភ្ជុងគេទៀតយើងគិតថាមនុស្សស្រីដែលធ្វើខុសច្បាប់ពាក់កៅអៅជាប្រុសចូលទៅហាត់តបនាងនឹងព្យាយាមនៅឲ្យស្ងៀមអត់បកកបញ្ហាអត់ចូលក្នុងត្រាម៉ាអត់ទាញ attention មកកាន់ខ្លួននាងព្រោះតែដឹងតែមានគេដឹងថានាងជាស្រីទេគឺគេនឹងយកទៅកាត់ក្បាលត្រូវទេNot this dumbass ម្នាក់ប្រុសនឹងអត់បានរុញនាងទេគេឃើញនាងដួលគេលាដៃមកជួយលើកនាងឡើងប៉ុន្តែនាងតបស្នងទៅគេវិញដោយអំពើហិង្សាហើយទៅថ្ងៃទី1សោះនាងបានទាញចំណាប់អារម្មណ៍មនុស្សគ្រប់គ្នាមកកាន់នាងទាំងនាងខ្លួនឯងនឹងត្រូវលាក់បាំងអត្តសញ្ញាណកុំឲ្យគេដឹងនេះដឹងដែរថាគេនឹងយកទៅកាត់ក្បាលបើបែកធ្លាយតែនាងនៅតែធ្វើឲ្យអត់គិតទៀតនៅពេលហាត់វិញគេកំពុងតែហាត់សុកស្រាប់តែនាងទៅឆ្លោះគ្នាជាមួយនឹងអបិមួយនឹងទៀតហើយ Of course នាងវាយឈ្នះគេដោយសារតែនាងកើតមកមានឈីពិសេស ego នាងខ្ពស់ពេកដល់ថ្នាក់នាងអត់អាចវាយចាញ់គេបានទេទោះបីជាការវាយគ្នាពេលហាត់នឹងទាញ attention មនុស្សជុំវិញខ្លួនមកកាន់នាងក៏ដោយសូម្បីតែមេគេក៏ឈរមើលដែរកាលហ្នឹង
អាណាទៅធ្វើខុសច្បាប់ឲ្យមកអង្គុយទាញចំណាប់អារម្មណ៍មនុស្សជុំវិញខ្លួនឲ្យមើលមកនាងរហូតចឹងទេអត់ខ្លាចសោះហ្មងអត់ខ្លាចតែគេចាប់បានសោះហ្មងអាពេលចិត្តចេញទៅធ្វើសឹកវិញនាងដើរមកកន្លែងមេរបស់នាងរៀបនឹងសារភាពថានាងជាស្រីទេ What the fuck នាងចង់ឲ្យគេយកទៅកាត់ក្បាលខ្លាំងមែនហើយគោលបំណងរបស់នាងត្រឹមហ្នឹងគឺអីគេនាំកិត្តិយសចូលគ្រួសារជួយឪពុកserve the emperor ឬក៏មិនបានចេះតែមកចង់ងាប់ចឹងមេតបគេវិញនិយាយទៅកាន់មូឡានថាកន្លែងហ្នឹងនាងមិនឈ្មោះមូឡានទេនាងបន្លំខ្លួនមកដាក់ឈ្មោះថាហួជីងប្រាប់ហួជីងថាហួជីងឯងនឹងមានឈីខ្លាំងណាស់មិនបាច់លាក់បាំងទេឈប់លាក់បាំងឈីខ្លួនឯងទៅហាត់ឲ្យអស់សមត្ថភាពមកមិនហាត់ទៀតនឹងកន្លែងហ្នឹងគេចង់ឲ្យនាងបញ្ចេញឈីរបស់នាងមកមិនបាច់លាក់បាំងទៀតទេព្រោះថាមូឡានខ្លាំងពីអើយមកហើយនាងមិនបាច់ហាត់ដើម្បីឲ្យខ្លាំងទេព្រោះនាងកើតមកខ្លាំងស្រាប់អញ្ចឹងមូឡានក៏សម្រេចចិត្តថាបញ្ចេញឈីរបស់នាងចេញមកហើយនៅពេលដែលគេតេស្តសមត្ថភាពឲ្យតាហ៊ានទាំងអស់រែកទឹកឡើងលើភ្នំហ្នឹងគឺនាងរែកឡើងឈ្នះអស់ប្រុសនៅក្នុងហ្នឹងទាំងអស់ឲ្យមូឡានរែកទឹកឈ្នះមនុស្សប្រុសក្នុងមួយតបនឹងទាំងអស់ហ្នឹងគឺ so stupid ដោយសារតែតេស្តហ្នឹងជាតេស្តកម្លាំងបាយអញ្ចឹងនាងជាមនុស្សស្រីកើតមកគឺកម្លាំងនាងខ្សោយជាងមនុស្សប្រុសហើយអត់មានទៅលើករែកទឹកឈ្នះមនុស្សប្រុសកើតទេក្រែងរឿងហ្នឹងមានគោលកំណត់ថាត្បិតតែមនុស្សស្រីកើតមកកម្លាំងអត់ខ្លាំងដូចមនុស្សប្រុសក៏នាងអាចប្រើកម្លាំងប្រាជ្ញាបានដែរមិនក៏ឲ្យមូឡានទៅប្រកួតប្រជែងជាមួយមនុស្សប្រុសរឿងកម្លាំងបាយទៅវិញតែសមត្ថភាពហ្នឹងនៅក្នុង animation គឺគេឲ្យឡើងទៅយកគ្រាប់ព្រួយមួយនៅចុងបកគោឡើងខ្ពស់មូឡានអាចឡើងបានហ្នឹងគឺមិនមែនដោយសារនាងប្រើកម្លាំងបាយទេគឺនាងប្រើកម្លាំងប្រាជ្ញាហើយមូលហេតុដែលពួកម៉ាក់នាងនៅក្នុងតបហ្នឹងចាប់ផ្ដើមគោរពចាប់ផ្ដើម respect នាងហ្នឹងក៏ដោយសារនាងមានអីដែលពួកគេអត់មានគឺប្រាជ្ញាហ្នឹងហើយពួកម៉ាក់របស់មូឡាននេះផងដែរគឺយើងមើលអត់ដឹងថាមួយណាជាមួយណាទេពួកម៉ាក់របស់មូឡាននៅក្នុង animation គឺឲ្យ perspective មួយទៅកាន់នាងថាតើមនុស្សប្រុសរងៃទៅធ្វើសង្គ្រាមបដូរជីវិតហ្នឹងគឺដើម្បីអីមូឡាននាងខ្លួនឯងជាមនុស្សស្រីក៏នាងមិនដែលគិតថាតើមនុស្សប្រុសគឺមានគំនិតបែបណាមាន perspective បែបណាដែរទើបតែនាងបាននិយាយជាមួយពួកម៉ាក់នៅក្នុងជួរកងទ័ពហ្នឹងទេ A Girl Was Fighting For ហ្នឹងគឺជាបទចម្រៀងដែលគេនិយាយថាពួកគាត់ទាំងអស់គ្នាបដូរជីវិតទៅធ្វើសង្គ្រាមហ្នឹងគឺដើម្បីស្រីស្អាត3នាក់ដែលជាពួកម៉ាក់របស់មូឡាហ្នឹងនាំគ្នាច្រៀងពីមនុស្សស្រីដែលគេចង់បានយកមកធ្វើជាប្រពន្ធនិងអនាគតដែលពោពេញទៅដោយក្តីសង្ឃឹមនៅពេលដែលចប់សង្គ្រាមហើយគេនឹងបានគ្រួសារមួយគេនឹងបានប្រពន្ធដែលស្អាតប្រពន្ធដែលចេះធ្វើម្ហូបមករួមរស់ជាមួយសរុបមកបទហ្នឹងគេនិយាយអំពីក្តីសម័យនិងក្តីសង្ឃឹមរបស់មនុស្សប្រុសដែលចេញទៅធ្វើសង្គ្រាមច្រៀងអត់ទាន់ចប់ផងមូឡានឹងគ្នារបស់គេបានដើរមកដល់សមរភូមិមុខដែលសតែសាកសពរបស់ទាហានឈុតហ្នឹងចង់បង្ហាញថាក្តីសុបិនរបស់ទាហានជាមួយនឹងភាពពិតដែលគេកំពុងតែនៅឥឡូវហ្នឹងគឺវាខុសគ្នាឆ្ងាយដល់ថ្នាក់ណាហើយក្នុងចំណោមទាហានដែលត្រូវបានគេសម្លាប់នៅសមរភូមិហ្នឹងក្នុងហ្នឹងក៏មានឪពុករបស់តួប្រុសយើងដែរ live action គេកាត់តួប្រុសចោលបាត់ហើយប៉ុន្តែក្នុង original animation តួប្រុសហ្នឹងគឺមកដល់ឃើញមួករបស់ឪពុកគាត់នៅក្នុងចំណោមមួករបស់ទាហានដែលស្លាប់ This stupid ass movie កាត់តួសំខាន់ចោលអស់លីងមកថែមតួដែលមិនដឹងមកពីណាមិនដឹង background មិនហើយអត់មានសារៈសំខាន់អីមកកាន់សាច់រឿងទៀតតួឯកប្រុសនិងឪពុកគាត់នៅក្នុង original animation ឪពុកគាត់ហ្នឹងគឺជាមនុស្សម្នាក់ដែលតួឯកប្រុសគាត់គោរពខ្លាំងគាត់ respect គាត់ចង់ដើរតាមហើយទាហានផ្សេងទៀតក៏ respect ឪពុករបស់តួប្រុសដែរដោយសារគាត់ជាមេតបខ្លាំងពូកែប៉ុន្តែសមរភូមិទី1ដែលកូនទាហាននឹងដើរមកដល់ឃើញមេតបដែលគេ respect ត្រូវគេកាត់ក្បាលបាត់ហើយហ្នឹងចុះទាំងរំពួកគាត់ត្រឹមតែជាកូនទាហានវិញមានសង្ឃឹមអីអាចវាយឈ្នះវីលាននឹងបាននៅក្នុង live action នេះគឺទទេលោតអត់មានឈុត emotional អត់មានឈុតធ្វើឲ្យយើងមានអារម្មណ៍ថាបាក់ទឹកចិត្តឬក៏អាណិតតួឬក៏អីសោះមកក្រុមហ្នឹងគឺគេដើរមកឃើញសមរភូមិហើយគេអូខេមានមនុស្សងាប់ហើយគេដើរទៅមុខទៀតទៅតួឯកយើងវិញដល់ថ្ងៃចូលសមរភូមិមុខហើយគឺនាងធ្វើមុខស្មើអញ្ចឹងហើយយើងទៅខ្លាចជំនួសតួមិនកើតបើតួខ្លួនឯងអត់ខ្លាចផងហ្នឹងកងពលរបស់មូឡាហ្នឹងដេញបាញ់ព្រួយគេបាញ់ព្រួយសត្រូវគេមកកងដែរដល់ពេលខាងណោះគេបាញ់មកវិញទៅខាងគ្នាមូឡានេះងាប់អស់លីងអ្នកដែលនៅសេះសល់រត់ទៅវិញអស់មូឡានេះវិញទៅជាជីសេះដេញគេតទៀតហើយគេនោះឡើង10នាក់ហើយខ្លួនឯងម្នាក់ឯងនាងជឿជាក់លើខ្លួនឯងដល់ថ្នាក់ហ្នឹងថានាងម្នាក់ឯងអាចឈ្នះគេ10នាក់ជិះទៅតាមគេ
ដល់ចលងភ្នំមួយនាងអត់ដឹងថាខ្លួនឯងមកដល់ណាដល់ណីទេស្រាប់តែវីលៀនយើងដែលជាសត្វបក្សីហ្នឹងហោះមកឆាបក្បាលនាងវីលៀនហ្នឹងសួរមូឡានថាតើនាងជានរណាគេមូឡានថានាងឈ្មោះរ៉ាជីងវីលៀនថាអត់ជឿទេឈ្មោះឡើងហ្វេកតែទោះជាសួរប្រមាណដងក៏មូឡាននៅតែឆ្លើយដដែលវីលៀនក៏បានប្រើកបិតមួយគប់នាងទៅហើយក៏ហោះទៅវិញបាត់មូឡានងើបពីស្លាប់មកវិញឃើញថាកបិតហ្នឹងអត់បានចាក់ដល់សាច់នាងទេបានតែចាក់ផុតអាវក្រោះជាមួយនឹងអាវក្នុងដែលនាងពាក់រឹបទ្រូងហ្នឹងឃើញថាអាវក្រោះបានជួយជីវិតនាងមូឡានក៏ជិះចូលសមរភូមិវិញដោះអាវក្រោះចេញអស់លីងហើយសក់នាងដែលចង់ផុតមុខផុតមាត់ហើយហ្នឹងឥឡូវនាងស្រាយចេញមកវិញអស់ What the actual ជិះចូលសមរភូមិមិនទៅដោះអាវក្រោះចេញអស់លីងចឹងទៅតាមមិញនឹងអាវក្រោះហ្នឹងជួយការពារជីវិតនាងអាណាចូលសមរភូមិលេងដោះគ្រឿងការពារខ្លួនចេញអស់ចឹងហើយប្រឡែងសក់មើលតែខ្លួនឯងកំពុងតែនៅក្នុងពាណិជ្ជកម្មសាប៊ូកោះសក់ការតម្លាក់សក់ពេលដែលចូលទៅក្នុងសមរភូមិគេវាយគ្នាហ្នឹងគឺសក់ហ្នឹងវាអាចបាំងមុខយើងសក់ហ្នឹងវាអាចត្រូវគេចាប់បោចយ៉ាងណាមិញ sister អត់ខ្វល់ទេដោយសារគាត់តួឯងគាត់ចង់ធ្វើមិនក៏អត់ងាប់ដែរទោះបីជាគាត់ចង់ងាប់មិនក៏ដោយគេចូលវាយគ្នាសក់ហ្នឹងបាំងមុខពេញនឹងមែនឃើញទេប្រាប់អត់ជឿទេពេលដែលទាហានខាងមូឡានគេនាំគ្នាចូលមកជាក្រុមដើម្បីការពារខ្លួនខាងសត្រូវគេណាវិញទាញ trebuchet ប៉ុណ្ណាមកហ្នឹងហើយគេវាយគ្នាជាមួយនឹងទាហានថ្មើរជើងគេទាញអាវុធ siege weapon ចេញមក director រឿងហ្នឹងគឺឃើញអាវុធណាលយចេះតែដាក់មកអត់ដឹងថាអាវុធហ្នឹងគេប្រើអីធ្វើអីទេ trebuchet នេះគឺគេប្រើនៅពេលដែលសត្រូវរបស់យើងដកថយចូលទៅក្នុងប្រាសាទអស់ហើយបានយើងយកអាហ្នឹងយកទៅបាញ់ថ្មឲ្យត្រូវប្រាសាទគេឲ្យប្រាសាទគេអាលំព្រោះប្រាសាទវាធំវាទៅណាអត់កើតទេវានៅមកកន្លែងហើយយើងជឿជាក់ថាតាបាញ់ទៅដឹងតែត្រូវហើយអញ្ចឹងបានជាគេប្រើ trebuchet ហ្នឹង loading ម្ដងគេលើកថ្មធ្ងន់សឹងអីហើយយូរណាស់ទាំងរំតាបាញ់បានអក្របអញ្ចឹងគេប្រើអាវុធហ្នឹងតែជាមួយ target ធំទេដូចជាប្រាសាទដូចជាកំពែងតែហ៊ានថ្មើរជើងវិញគេរត់បានគ្រប់ទិសគ្រប់ទីគេគ្រាន់តែឃើញបាញ់មកគេរត់ជះបាន100គីឡូបាត់ចេះតែទាញ idea ឡប់ចេញមកពីកាហែងគូតអញ្ចឹងបានរឿងនឹងខាតអស់រាប់រយលានមូឡានគ្រាន់តែឃើញអញ្ចឹងភ្លាមនាងបានហួចហៅសេះនាងមកដល់សេះហ្នឹងមិនដឹងនៅប្រហែល100គីឡូពីនាងទេប៉ុន្តែហួចប៉ុណ្ណឹងហើយគេសង្គ្រាមឡើងសម្លេងញ៉ៃញ៉ៃប៉ុណ្ណឹងនៅលឺនាងហួចហៅទៀតមូឡានបានជិះសេះហើយទាញយកមួករបស់ទាហាន 4-5 បន្ទាប់មកនាងក៏លួចទៅបានដល់ពីក្រោយខ្នងខាងសត្រូវនាងហេតុអីក៏ធ្វើអញ្ចឹងកើតមកវាលហ្នឹងគឺទាហានគេចូលទៅពួនក្នុង whatever this is អស់ហើយនៅសល់តែមូឡានម្នាក់ទេនាងឈរនៅក្រៅតែឯងហើយនាងពាក់អាវពណ៌ក្រហមឡើងតាក់ភ្នែកទៀតមិនក៏អត់មានណាគេមើលឃើញនាងជិះសេះមកពីក្រោយខ្នងពួកគេសោះនាងយកអាមួកការពាររបស់ទាហានដែលនាងប្រមូលបានហ្នឹងយកមកតាំងនៅលើថ្មធ្វើដូចនៅក្រោយថ្មហ្នឹងមានមនុស្សអញ្ចឹងហើយនាងយកធ្នូបាញ់ទៅកាន់អ្នកដែលលើកថ្មដាក់ trebuchet ហ្នឹងតបរបស់វាលៀនណែឃើញគ្នាគេម្នាក់ពីរត្រូវធ្នូបាញ់ពីខាងក្រោយងាកទៅខាងក្រោយខ្នងគេលែងឃើញមួកទាហាន 3-4-5 គេគិតថានៅក្រោយខ្នងគេមានទាហានច្រើនគេពវល់ឲ្យ trebuchet នឹងបែរមកក្រោយ Oh my god ណាគេចេះនឹកឃើញធ្វើចឹងចាញ់ទេអូយ៉ាទាហាន 2-3 នាក់ហ្នឹងឲ្យតម្រង់កណ្ដុងប៉ុណ្ណាទៅបាញ់គេគិតថាគេអត់ចេះកិច្ចមែនobviously បាញ់ទៅក៏គ្មានត្រូវទាហានហ្នឹងដែរព្រោះ trebuchet វាមាន projectile ខ្ពស់អញ្ចឹងវាមិនទៅត្រូវទាហានទេវាទៅត្រូវភ្នំតកកហ្នឹងក្រោយហ្នឹងធ្វើឲ្យតកកហ្នឹងធ្លាក់ពីភ្នំមកហើយកោតទាហានហ្នឹងចេះរស់ដល់សប្ថ្ងៃហ្នឹងដែរចេះបានឈ្នះសង្គ្រាមផ្សេងរស់ដល់ឥឡូវហ្នឹងដែរបាញ់ថ្មទៅត្រូវភ្នំតកកហ្នឹងធ្លាក់មកកប់ត្រូវគ្នារបស់ពួកគាត់មូឡាននេះវិញឃើញតកកលមៀលធ្លាក់ពីភ្នំមកនាងក៏សប្បាយអត់ធ្វើមើលតែនាងអាចរត់រួចខ្លួនចេញពីកន្លែងហ្នឹងកើតហើយនាងញញឹមហ្នឹងគិតថាតកកលមៀលមកហ្នឹងអត់ត្រូវតបគ្នាខាងនាងមែនតែធ្លាក់មកគឺត្រូវតែទាំងអស់គ្នាហ្នឹងយ៉ាងណាមិញមូឡានអាចជិះសេះរត់ផុតពីតកកដែលលមៀធ្លាក់ពីលើភ្នំនឹងមកមិនត្រឹមតែបានរួចរស់ជីវិតទេនាងថែមទាំងបានទាញទាហានម្នាក់ចេញពីតកកនឹងទៀត Yes ទាញដៃមួយទេមូឡានខ្លាំងដល់ថ្នាក់ហ្នឹងនាងអាចទាញបរិសម្នាក់ដែលមានមាឌធំជាងនាងទម្ងន់ធ្ងន់ជាងនាងចេញពីក្រោមតកកបានរួចរស់ជីវិតពីតកកលមៀហ្នឹងហើយ Guess what she do guy មូឡានទៅប្រាប់មេនាងថានាងជាស្រីទេទោះបីជាដឹងថាប្រាប់គេទៅនាងអាចស្លាប់ក៏ដោយកូននឹងថៃបានចេះតែចង់ងាប់ចឹងនៅក្នុង animation នាងបានជួយតួប្រុសយើងដែលគេជាមេកងនៅហ្នឹងចឹងហើយបានជាគេថាបានជួយជីវិតគេនឹងទុកជីវិតឲ្យនាងវិញជីវិតមួយដូចជីវិតមួយក្នុង live action វិញគេអត់សម្លាប់នាងតែប៉ុណ្ណឹងហើយឲ្យនាងចេញពីក្រុមហ្មងមូឡានក៏មកអង្គុយយំតែឯងពេលហ្នឹងវីលៀនស្រីយើងក៏មកដល់បបួលមូឡានចូលក្រុមគេជាមួយវីលៀនក៏ដោយជាមួយគ្នានាងក៏ដោយ reaction ទី1របស់នាងគឺទាញដាវភ្ជុងគេមូឡានថាតួនាទីនាងគឺបំរើអធិរាជអញ្ចឹងនាងអត់
អាចទៅខាងអាក្រក់នឹងបានទេយ៉ាងណាមិញវិលៀនស្រីយើងបានប្រាប់មូឡានពីគម្រោងរបស់ Shan Yu ដែលគេចង់ចាប់ Emperor Sister យករឿងសម្ងាត់របស់ក្រុមខ្លួនឯងទៅប្រាប់គេទៀតហើយបើមាត់គាត់អត់គម្របអញ្ចឹងតើយើងចង់បានគាត់នៅក្នុងធីមយើងក៏អត់មូឡានបានយកគម្រោងចាប់ Emperor ហ្នឹងទៅប្រាប់មេតបគេមិនត្រឹមតែមេតបនិងទាហានទាំងអស់ជឿលើសម្ដីមូឡានទេគេឲ្យមូឡានដឹកនាំតបគេទៀត What the hell មូឡានកុហកពួកគាត់តាំងពីជួបគ្នាដំបូងដល់ពេលឥឡូវនាងនិយាយអីក៏គេជឿទៀតអត់មានណាគេឆ្ងល់សោះតែម្ដងថាហេតុអីបានជាមូឡានដឹងគម្រោងគេចង់ចាប់ Emperor ចឹងហើយហេតុអីបានជាឲ្យនាងធ្វើជា leader ក្រុមហ្នឹងតើនាងមានគុណសម្បត្តិអីខ្លះក្រៅពីកុហកគេហ្នឹងមូឡានជាមួយក្រុមដ៏តូចមកក្តាប់ដៃរបស់នាងវាយចូលប្រាសាទបានហើយមកដល់ throne room នាងអត់ឃើញ Emperor ទេគឺឃើញវិលៀនស្រីយើងនៅហ្នឹងនិយាយគ្នាបានមួយផ្លែតវិលៀនស្រីហ្នឹងក៏ប្រែកាឡាទៅជាសត្វចាបម្ដងទៀតហោះនាំមូឡានទៅកាន់កន្លែងដែលនាងប្រាថ្នា Shan Yu បានចាប់ Emperor ចងមូលហេតុអីដែលគេអត់សម្លាប់ Emperor ក៏ខ្ញុំអត់ដឹងដែរវិលៀនស្រីក៏បានហោះមកដល់កន្លែងហ្នឹងហើយ Shan Yu មើលទៅឃើញមូឡានជិះសេះមកតាមគេក៏យឹតធ្នូរៀបបាញ់មូឡានប៉ុន្តែវិលៀនស្រីប្រែកាឡាទៅជាសត្វចាបរងព្រួយនឹងជំនួសមូឡាន Oh my Buddha ក្រែងវិលៀនស្រីហ្នឹងខ្លាំងណាស់ហើយពីដើមរឿងសិតតថាអាចសម្លាប់ Shan Yu បានដោយងាយមិនឥឡូវមិនសម្លាប់ Shan Yu បែរជាពលីជីវិតខ្លួនឯងដើម្បីមូឡានវិញឃើញឯមូឡានអត់ទាំងស្រក់ទឹកភ្នែកអត់ទាំងសេតអត់ទាំងអីសោះមុខនាងស្មើនេះច្បាស់ណាស់នាងអត់មានខ្វល់ពីវិលៀនស្រីហ្នឹងទេហេតុអីបានចិត្តត្រូវទៅបដូរជីវិតឲ្យមនុស្សដែលអត់ខ្វល់ខ្វាយពីយើងសោះចឹងមូឡានអត់ទាំងខឹងទៀតអ្នកមុខឡើងស្មើ Shan Yu ណេះវាយគ្នាមួយមូឡានប្រឹងមុខឡើងចេញទៅសាយពេញហ្នឹងភ្នែកឡើងចង់លៀនចេញពីអាលីហើយមូឡានមុខស្មើ Shan Yu ព្យាយាមបញ្ចេញចកោមមូឡានក៏មុខស្មើដាវរបស់ឪមូឡានធ្លាក់ចូលក្នុងស្នូលផែនដីមូឡានមុខស្មើគេ CGI មូឡានឲ្យដូច Mother of Dragon មូឡានមុខស្មើ Shan Yu យកធ្នូរៀបបាញ់ Emperor ចាប់គ្រាប់ព្រួយជាប់ Emperor មុខស្មើ Emperor បោះព្រួយនឹងឲ្យមូឡានហក់ធាក់ព្រួយនឹងក៏បាញ់ទៅត្រូវ Shan Yu ស្លាប់ទាំង Shan Yu ពីដើមរឿងគេយកធ្នូមកយឹតនៅតែចាប់បានឥឡូវនេះគឺជើងមូឡានខ្លាំងជាងធ្នូទៀត Shan Yu ស្លាប់បាត់មូឡានមុខស្មើពេលបាននិយាយជាមួយ Emperor មូឡានមុខស្មើពេលទៅជួប Emperor នៅក្នុងវាំងមូឡានក៏មុខស្មើទៀតទៅដល់ផ្ទះវិញជួបឪសំទោសឪរឿងធ្វើខ្ទេចដាវនឹងអស់មុខស្មើទៀតមិនដឹងជាមកពីតារាសម្ដែងឬក៏មកពីគេចង់ឲ្យតួនឹងមុខស្មើអញ្ចឹងរហូតទេចង់បញ្ចប់រឿងឪរបស់មូឡានក៏សំទោសទៅកាន់នាងវិញថាដោយសារតែគាត់ធ្វើឲ្យនាងរត់ចេញពីផ្ទះទៅធ្វើទាហានអីចេះអីចុះទៅប៉ុន្តែអាហ្នឹងនៅក្នុង original animation គឺគេធ្វើបានល្អជាងដោយសារពេលមូឡានទៅផ្ទះវិញហ្នឹងនាងបានយកដាវដែលជាឥស្សរយោពី Emperor យកទៅឲ្យឪនាងគិតថាឪនាងសប្បាយចិត្តហើយព្រោះនាងអាចយកកិត្តិយសចូលគ្រួសារបានតែឪមូឡានបោះដាវនឹងទៅមកចាហៀងហើយអោបកូនគាត់ប្រាប់មូឡានថាមូឡាននឹងហើយជាកិត្តិយសសម្រាប់គាត់មិនមែនដាវដែលបានមកពី Emperor នឹងទេសរុបទៅគឺ emotional ជាងហើយល្អជាង ending របស់ live action ចុងបញ្ចប់រឿង Emperor បានហៅមូឡានឲ្យចូលធ្វើការនៅក្នុងវាំងហើយនាងក៏បានងើយទៅលើមេឃឃើញសត្វ Phoenix ហ្នឹងរឿងហ្នឹងក៏ចាប់ត្រឹមហ្នឹងទៅតួមូឡានគឺ show little emotion មែនតើយើងអត់ដឹងថាតួនឹងភ័យតួនឹងខ្លាចតួនឹងអន់ចិត្តតួនឹងអីទេដោយសារមុខរបស់គាត់ហ្នឹងគឺអត់សូវបញ្ចេញអារម្មណ៍តទៅសោះនៅក្នុង animation វិញមូឡានមានភាពជាមនុស្សស្រីនៅក្នុងខ្លួននាងដោយសារនាងតាំងពីតូចដល់ធំគេចិញ្ចឹមនាងជាមនុស្សស្រីនាងដើរនាងត្បៀតជើងអីអញ្ចឹងទៅប៉ុន្តែមូឡាននៅក្នុង live action មើលទៅរៀងឆ្កើតឆ្កឹងmotivation របស់នាងហ្នឹងក៏អត់ច្បាស់ដែរនាងថានាងចង់នាំកិត្តិយសចូលគ្រួសារប៉ុន្តែពេលនាងបរាជ័យរឿងរកគូសកលយើងអត់ទាំងដឹងថានាង sad ឬក៏អត់ផងក្រោយមក motivation របស់នាងប្រែទៅជាជួយឪពុកទៅច្បាំងជំនួសឪពុកប៉ុន្តែដល់ពេលអត់ទាន់បានច្បាំងចប់ផងលេងនាងទៅបង្ហាញខ្លួនប្រាប់គេថាខ្លួនជាស្រីចង់ឲ្យគេកាត់ក្បាលបាត់ overall ការសម្ដែងរបស់គាត់ characteristic របស់គាត់គឺអត់ជាតិអត់ចៅអីទេគេដកតួប្រុសចេញមកដាក់តួណាណេះវិញឲ្យមកធ្វើជាដៃគូស្នេហារបស់មូឡានឲ្យធ្វើជាអ្នកដែលចាប់អារម្មណ៍និងស្រឡាញ់មូឡានម្នាក់នេះគឺអត់មានបានធ្វើអីទេមករឿងហ្នឹងក្រៅពីឲ្យមូឡានជួយគេមេតបនេះវិញកាត់គាត់ចោលក៏អត់មានប៉ះពាល់រឿងដែរ Emperor និយាយអត់ចង់ហើបមាត់មេនដាកតុបតែងសក់ស្អាតពួកម៉ាក់មូឡានគ្មាន personality ឪមូឡានចរិតគាត់អាក្រក់ជាងកាចជាងឪមូឡានដែលនៅក្នុង animation Shang Yu អត់សូវគួរឲ្យខ្លាចវិលៀនស្រីខ្លាំងតែអត់ឆ្លាតមករឿងរកតាតួមួយដែលយើងចង់ support ដែលយើងចង់ឃើញជោគជ័យវាអត់មានសោះ